សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាជាថ្មីម្ដងទៀតហើយណែក៏អត់មានអីថ្មីប្លែកច្រើនដែរគ្រាន់តែចង់មកបង្ហាញអ្នកទាំងអស់គ្នាអំពីការទៅយកកូនរបស់ខ្ញុំចេញពីសាលាអញ្ចឹងណាតែមុននឹងទៅយកកូនខ្ញុំគឺខ្ញុំត្រូវទៅទិញបាយសម្រាប់អាហារថ្ងៃត្រង់ឲ្យហើយសិនព្រោះតែពួកគាត់ចេញពីសាលាមកគឺដឹងតែឃ្លានហើយនេះសម្លជូរត្រីសម្លស្ងោរជ្រក់មាន់ហើយនឹងសម្លស្ងោរស្ពៃជាមួយនឹងប្រហិតហើយបន្ទាប់ពីយើងទិញបាយហើយហ្នឹងគឺយើងបន្តដំណើរទៅយកកូនស្រីរបស់ខ្ញុំជាមុនសិនព្រោះដោយសារតែគាត់ទូចអញ្ចឹងគាត់លះចេញជាងអញ្ចឹងណាអ្នកទាំងអស់គ្នានេះសាលាគឺផ្លូវចូលសាលាហ្នឹងឯងហើយសម្រាប់សាលានេះដែរគឺមើលទៅរៀបចំបានស្អាតសូម្បីតែធម្មជាតិដើមឈើហើយមានគូសរូបសត្វគូសរូបអីដើម្បីឲ្យក្មេងៗគាត់ស្គាល់អញ្ចឹងណាអ្នកទាំងអស់គ្នាហើយមើលទៅបរិយាកាសទៅក៏គួរឲ្យចង់រៀនដែរហើយនេះជាកន្លែងដែលចាំទទួលគាត់ពីថ្នាក់អញ្ចឹងណាអ្នកទាំងអស់គ្នានេះពេលដែលគេចេញមកហ្នឹងស្បែកជើងក៏អត់មានកតាបក៏អត់យកដែរគឺសប្បាយខ្លាំងរត់ចេញមកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺឲ្យជម្រាបលាអ្នកគ្រូហើយជម្រាបសួរខ្ញុំដែរហើយបន្ទាប់មកនេះអូកតាបទៅឡានលឿនខ្លាំងណាហើយបន្ទាប់មកគឺត្រូវទៅយកបងប្រុសរបស់គាត់នៅសាលាមួយទៀតនេះគេមកចាំទទួលបងប្រុសរបស់គេហ្នឹងឈរត្រេងត្រាងបន្ទាប់មកនេះឃើញបងរបស់គេមកហើយបានបដើគ្នាចេញមកជម្រាបលាអ្នកគ្រូនេះពេលដែលបានជួបបងប្អូនគេហ្នឹងគឺសប្បាយចិត្តខ្លាំងណាស់នេះអាបងដាក់កតាបដាក់ដបទឹកសិនបន្ទាប់មកទៅគេចូលក្នុងឡានហើយបានគេលើកប្អូនរបស់គេហ្នឹងឡើងតាមក្រោយដែរព្រោះឲ្យលើកឡើងហ្មងលើកអត់ផុតឡានទេអ្នកទាំងអស់គ្នាព្រោះឡានរៀងខ្ពស់ដែរហើយអរគុណអ្នកទាំងអស់គ្នាមានតែប៉ុណ្្នឹងឯង